thọ là tại nhận ban mong ổn chỗ nâng máu thua chạy mà cái hai nơi tôi chẳng mở cả lấy mong ổn nào phần nào ổn nào ai mà tên Zoom group ជំរាបសួរបងប្អូននិងប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះនៅមិនសុខមិនសាប់ទេបាទពេលរសៀលនេះទនេថ្ងៃសៅរ៍ចឹងក៏ទាញម៉ូតូចេញដំណើរកំសាន្តបាទលំហែអារម្មណ៍បន្តិចបាទកុំឲ្យវាស្មុគស្មាញឬ stress បាទបាទលើចេញដំណើរទៅមួយជុំបាទជិះម៉ូតូជុំវិញទីរូបស្រុកមេមត់យើងណាទេបាទតាមផ្លូវជាតិលេខ7យើងហ្នឹងបាទចេញពីមុខផ្សារមេមត់ទៅឆ្ពោះទៅខាងលិចបាទដើម្បីណាថតបង្ហាញបងប្អូននៅទស្សនភាពក៏ដូចជាទេសភាពនៅតាមដងផ្លូវឬក៏ទស្សនភាពនៅជុំវិញទីរួមស្រុកមេមត់តើមានអីខ្លះបាទចឹងនេះមកដល់ដុំអេកូម៉ាតហើយបងប្អូនបាទដុំអេសានកម្ពុជាបាទចឹងមានធ្វើដំណើរឆ្ពោះទៅបាទកាត់វត្តសោតបាទនេះដល់ខ្លោងទ្វារមុខវិទ្យាល័យមេមត់ហើយបងប្អូនបាទអញ្ចឹងយើងទៅជិតហ្នឹងទេបងប្អូនអត់មានទៅឆ្ងាយទេបាទគោលបំណងគឺចង់ទៅថតបង្ហាញឲ្យបងប្អូនយើងជិះម៉ូតូដូចដួលឈប់ហើយគាត់ដួលខ្លួនឯងបាទវាមិនដួលដល់ដីក៏នៅផ្អៀងមកម្ខាងណាបងប្អូនបាទចឹងយើងបត់ទៅតាមវត្តសោតឬវត្តពោធិ៍8ដើមហ្នឹងបាទហើយយើងជិះនេះទៅគឺត្រូវបត់ឆ្វេងដៃបាទហើយបងប្អូនប្រុងប្រយ័ត្នផងមកផ្លូវនេះផ្លូវបត់ឡើងនេះគឺខូចអន្លើហើយបងប្អូនមានកលុកធំបាទសូមជិះយឺតបាទកុំជិះលឿនព្រោះឡើយនេះកលុកកលាក់ដែរបាទភាសារថយន្តដឹកធ្ងន់មកតាមផ្លូវនេះគឺរថយន្តធំរថយន្តដឹកធ្ងន់ច្រើនណាស់បងប្អូនបាទចឹងដល់ណាស់សុខឡើងខ្ញុំទៅបងប្អូនមកផ្លូវឡើងចាំងតែម្ដងហើយបាទផ្លូវនេះចាំងដោយសារបងប្អូនបាទជាបរិវត្តយើងជាពិសេសឡានធំនឹងដឹកជួលកស៊ូបងប្អូនបាទធម្មតាជួលកស៊ូវាស្រក់ទឹកស្អុយស្រក់ទឹកជ័រនៅលើផ្លូវហើយវាខំជាប់ឡើងចាំងមកមើលទៅរលោងតាមពិតគឺមានទឹកនៅជាប់នោះទេប៉ុន្តែវាជាតិជ័រកស៊ូបាទបើភ្លៀងមកអាចល្អិលយ៉ាងជិះមិនប្រយ័ត្នអាចដួលដែរបាទឥឡូវយើងមកវត្តសោតហើយបាទចាំមកកន្លែងនេះដូចអត់មានផ្ទះអីទេតែក៏មានកលុកច្រើនណាស់បងប្អូនមកជីកន្លែងនឹងប្រយ័ត្នតិចកលុកជ្រៅហើយ3 4កន្លែងណាបងប្អូនបាទតែពុកជីលឿនពេកបងប្អូនមកដល់ហ្នឹងគឺបាទបថយលបឿនខ្លះដោយសារមានកលុកវាលោយើងមើលឃើញបងប្អូនបាទហើយជីតែបន្តិចមកគឺយើងដល់កន្លែងបាទបងក៏បាទដល់មុនហើយខ្ញុំបានថតនៅមុនដើម្បីចែកជូនបងប្អូនងាយស្រួលមកធ្វើអត្តសញ្ញាណប័ណ្ណបាទឥឡូវនេះជិះមកដល់ប៉ុនក៏បាទរដ្ឋបាលមានមុតហើយបងប្អូនបាទដែលខ្ញុំបានថតថ្ងៃមុនហ្នឹងដើម្បីផ្សព្វផ្សាយឲ្យបងប្អូនមកថតអត្តសញ្ញាណប័ណ្ណនៅទីនេះលើជាតិពេលមកហ្នឹងហើយក៏ជួលការស្នាក់ការតិចទៅphần nàoអូនជិះណៅអើយ
ទៅបាទក្រោយពីមើលស្នាក់ការហើយរួចរាល់ហើយក៏វិលត្រឡប់មកវិញហើយបងប្អូនបាទចេញពីកន្លែងប៉ុនក៏បាលបាទចេញពីស្នាក់ការប៉ហ្នឹងជួបប៉ុនក៏បាលរដ្ឋបាលមួយមុតហ្នឹងបាទវិលត្រឡប់មកវិញបាទអញ្ចឹងយើងត្រឡប់មកតាមផ្លូវដដែលឡើងវិញទេប៉ុន្តែយើងអត់តាមផ្លូវជាតិលេខ7ទេបាទបងឡងគឺបត់ចូលតាមមុខថ្មីវិញបងប្អូនបាទផ្លូវនៅឃុំមួយមុតនេះផ្លូវកស៊ូឬផ្លូវបេតុងនឹងច្រើនណាស់បងប្អូនបាទនៅខ្វះតែនៅតាមបណ្ដាភូមិមួយចំនួនទេបាទបើសរុបទៅផ្លូវដែលត្រូវធ្វើបាទផ្លូវត្រូវចាក់បេតុងឬចាក់កស៊ូនៅឃុំមួយមុតហ្នឹងសម្រាប់ទីប្រជុំជននៅតាមភូមិហើយជា18គីឡូម៉ែត្រទៀតទេបាទរួចរាល់ចឹងនេះមកដល់ម្ដុំវត្តសូត្រហើយបាទយើងបត់ខាងស្ដាំដៃចូលភូមិមេមត់ថ្មីបងប្អូនបាទម្ដុំនេះគេហៅភូមិមេមត់ថ្មីបងប្អូនបាទផ្លូវកស៊ូបាទផ្លូវកស៊ូហ្នឹងសាងសង់យូរច្រើនហើយដែរបងប្អូនហើយជាឆ្នាំប្រហែលនេះខ្ញុំចាំមិនច្បាស់ដែរបងប្អូនអាចទៅមើលនៅលើបាទផ្លាកសញ្ញាបាទវត្តជនបទបានបាទផ្លូវស្រុកផ្លូវឃុំគឺសិតតែមានបកគោលសញ្ញាសម្គាល់បងប្អូនបកគោលសំងតូចតែមានសេអសរមូលនិធិស្រុកមូលនិធិឃុំអីហ្នឹងទៅបាទមានប្រវែងផ្លូវមានបាទទៅតឹងផ្លូវប្រវែងផ្លូវហើយនឹងបាទថវិកាបាទប្រមាណហ្នឹងទៅសម្រាប់ការសាងសង់ផ្លូវនីមួយៗនៅឆ្នាំណាគឺមានរៀបរាប់បាទសរសេរនៅក្នុងផ្លាកសញ្ញានោះហើយបងប្អូនបាទផ្លាកជាសំងបាទមិនធំនេះតូចដែរបែរជាបាទ1ម៉ែត្រកន្លះម៉ែត្រអីហ្នឹងបងប្អូនបាទចឹងយើងជិះកាត់ភូមិមេមត់ថ្មីបាទភូមិមុតថ្មីហ្នឹងគឺបងប្អូនខ្មែរឥស្លាមយើងរស់នៅហើយមកកណាត់ទៀតក៏មានបងប្អូនខ្មែរយើងនៅដែរបាទបងប្អូនបាទលាយឡំគ្នាខ្លះដែរបាទឥឡូវនេះយើងមកដល់ចំមកអោហើយនឹងចុងបាទមេមត់ផ្សារវិញហើយបងប្អូនបាទបាទយើងដល់ចុងផ្សារហើយយើងបត់ខាងស្ដាំដៃដែរបាទអត់ទៅផ្លូវកណ្ដាលផ្លូវខាងលើបាទការរាប់ផ្លូវវឌ្ឍនាទេយើងបត់នៅផ្លូវចុងផ្សារនេះតែម្ដងបាទនេះស្មើណាស់ថ្ងៃរសៀលគឺស្ងាត់ទេបងប្អូនបើមកពេលព្រឹកអីបាទតែស្ទះចរាចរណ៍បងប្អូនបាទតែដោយសារយើងជិះពេលថ្ងៃរសៀលស្មើណាស់គឺបាទអត់មានចរាចរណ៍អត់មានអ្នកលក់ដូរអីនៅញ៉ែញ៉ៃទៀតទេបាទស្រឡះល្អដែរបាទនេះចូលមកដល់មេមត់កណ្ដាលហើយបងប្អូនមេមត់កណ្ដាលហើយឥឡូវយើងបត់នៅខាងស្ដាំដៃទៀតចូលទៅមើលផ្សារនៅដីឡូបាទផ្សារនៅដីឡូគេហៅផ្សារលីទីបងប្អូនបាទដីឡូបរិយជាលក្ខណៈបរិយវិឡាលក្ខណៈផ្ទះល្វែងអស់ហើយបងប្អូនបាទពីមុនដីស្រែទេបងប្អូនបាទកន្លែងនេះគឺដីស្រែទេឥឡូវនេះខ្លាយទៅជាបាទផ្ទះល្វែងផ្ទះបរិយបាទផ្សារហើយបាទផ្សារនេះគឺដំណើរការលក់ខ្លះហើយបងប្អូនបាទតែមិនលក់ច្រើនណាស់ទេបាទបានប្រហែលគ្រួសារដែរលក់នៅទីនេះហើយផ្ទះបងប្អូនជាបរិបទធ្វើនៅបណ្ដាហើយបងប្អូនបាទយើងមកពេលថ្ងៃយើងមិនសូវអត់ទេបងប្អូនមកពេលល្ងាចបាទម៉ោង5អីហ្នឹងបងប្អូនយើងហាត់ប្រាណនៅទីនេះច្រើនបងប្អូនបាទហើយពេលចាប់ពីម៉ោង6ម៉ោង7ទៅបាទបងប្អូនលក់ដូរនៅម្ដុំផ្សារហ្នឹងបាទមានសាច់អាំងមានម្ហូបកំម៉ង់បាទគឺខ្លែមអីបងប្អូនយើងអង្គុយលំហែកាយបាទហូបស្អីផ្សេងមានលក់ច្រើនបងប្អូននៅកន្លែងហ្នឹងហើយយើងខ្ញុំក៏សារមកហូបអីលេងនៅម្ដុំនេះដែរបងប្អូនបាទនេះម្ដុំហ្នឹងគឺពេលល្ងាចតិចបានមានលក់ដូរតែពេលថ្ងៃសៀលអត់ទាន់លក់ទេបងប្អូនបាទ
ពីយប់ឡើងមានភ្លើងភ្លឺភ្លឹកស្អាតដែរបងប្អូនភ្លើងបកគោភ្លើងតាមហ្នឹងមានហ្នឹងពូភ្លើងសូឡាពូហ្វាយហ្នឹងភ្លឺចិញ្ចាញពេញហ្នឹងបងប្អូនបាទហើយយើងបត់ខាងស្ដាំដៃទៀតបាទយើងចាក់ទៅមួយមុខកណ្ដាលវិញបាទខាងនេះខាងដីលូលីទីដីលូនៅម៉ាស៊ីនទឹកបាទជាប់នឹងភូមិមុខកណ្ដាលនេះដែរទេបាទហើយយើងបត់ឡើងមកភ្លើងកស៊ូវិញបាទខាងស្ដាំដៃទៀតបាទកាប់ភូមិមុខកណ្ដាលបត់ភ្លើងកស៊ូបាទចឹងមួយមុខកណ្ដាលដូចជាអស់ផ្លូវដីហើយបងប្អូនអត់មានផ្លូវដីដល់សល់ទេដូចជាមានដែរនៅបាទម្ដុំផ្លូវសបុកមន់បាទផ្លូវខាងចុងភូមិបាទបោះជុំទៅផ្លូវនោះតូចទេបាទប្រវែងទៅទឹង3ម៉ែត្រខ្ញុំប្រវែងធ្វើខ្ញុំទុកចាប់ក្រោយបាទឥឡូវយើងជិះមកបាទដល់ផ្លូវជាតិវិញហើយបងប្អូនបាទផ្លូវជាតិមួយយើងទៅត្រង់ទៅភូមិត្បូងវត្តបាទតែយើងបត់ខាងឆ្វេងដៃបាទទៅឲ្យបានបត់ខាងស្ដាំវិញបាទតាមផ្លូវកស៊ូតែរងចាំបន្តិចបងប្អូនបាទចរាចរណ៍ថ្មនេះដូចជាច្រើនដែរបាទជួយឆ្វាយគូសំដែរបាទភាសាពេលរសៀលបាទជាកងម៉ោង1ជាងបងប្អូនម៉ោង1ម៉ោង2នេះថ្មនេះកំពុងតែពេញចរាចរណ៍បងប្អូនបាទចឹងឡើងទៅហើយបងប្អូនណាបាទមិនជាឆ្ងាយប្រហែលទេបងប្អូនបាទចឹងដល់ផ្លូវជាតិលេខ7យើងវិញហើយបាទឥឡូវគឺបត់ខាងស្ដាំដៃចូលផ្លូវកស៊ូត្បូងវត្តបាទចឹងបាទតនេះដាក់មកជុំទៅបងប្អូនបាទកុំឲ្យអបសក់លំហែអារម្មណ៍បាទអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេក៏សូមថ្លែងអរគុណដល់បងប្អូនអស់ដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់គ្រប់ជូនពរសុខភាពល្អបាទសូមអរគុណ